ឆ្កែអាណាថាមួយកក្បាលនេះត្រូវបានគេចងមាត់យ៉ាងជិតប្រហែលជាគេគិតថាវាកាត់ជំងឺឆ្កែឆ្កួតទើបខ្លាចវាដើរខំគេប្រេះផ្ដាស់ភ្លាមនោះដែរបងប្រុសម្នាក់ដែលបានឃើញនឹងដើរកាត់នោះក៏បានចង់ជួយគេក៏ប៉ុន្តែដែលខ្លាចគេធ្វើបាបនោះកូនឆ្កែក៏បានរត់ទៅឆ្ងាយមើលទៅគេគឺពិតជារត់លឿនមែនតែនដែលធ្វើឲ្យបងប្រុសមិនអាចចាប់បាននោះទេនឹងគាត់បានហៅគ្នាដើម្បីមកជួយចាប់គាត់រហូតដល់ពេលយប់នោះទើបពួកគាត់អាចចាប់គេបាននឹងមើលមកកូនឆ្កែវិញនោះគេមានអារម្មណ៍ថាភ័យជាខ្លាំងប្រហែលជាគេត្រូវបានធ្វើបាបខ្លាំងហើយមើលទៅដែលក្តីបារម្ភជាខ្លាំងនោះបងប្រុសក៏បានព្យាយាមស្រាយខ្សែនៅលើមាត់របស់គេនិងនៅចុងខ្សែនោះស្ទើរតែចាក់ទឹកភ្នែករបស់គេទៅហើយដោយគ្មានជំរឹះទេនោះបងប្រុសក៏បានព្យាយាមស្វែងរកពេទ្យសត្វដែលនៅជិតនោះនិងពេលដែលបានទៅដល់ពេទ្យនោះហើយលោកគ្រូពេទ្យក៏បានកាត់ខ្សែភ្លើងនៅលើមាត់របស់គេខ្សែភ្លើងនៅលើមាត់របស់គេនោះគឺពិតជាចងជាប់មែនទែនកូនឆ្កែក៏បានបន្លឺសំឡេងយំរបស់គេដោយក្តីឈឺចាប់ជាខ្លាំងមួយសន្ទុះក្រោយមកនោះលោកគ្រូពេទ្យក៏អាចដោះវាបានក៏ប៉ុន្តែលោកគ្រូពេទ្យបានប្រាប់ថាស្ថានភាពរបស់គេពេលនេះគឺមិនសូវជាល្អប៉ុន្មានដែរកូនឆ្កែត្រូវស្នាក់នៅមន្ទីរពេទ្យនេះដើម្បីតាមដានប៉ុន្មានថ្ងៃសិនរហូតដល់មាត់របស់គេជានឹងអាចញ៉ាំចំណីបានជាធម្មតាវិញនិងប៉ុន្មានថ្ងៃក្រោយមកនោះបងប្រុសបានមកមើលគេស្ទើរតែរៀងរាល់ថ្ងៃទៅហើយរបួសរបស់គេចាប់ផ្ដើមជាបណ្ដាក៏ប៉ុន្តែគេមិនទាន់មានកម្លាំងនៅឡើយទេបន្ទាប់ពី4ទៅ5ថ្ងៃក្រោយមកគេក៏ចាប់ផ្ដើមឃ្លាននិងអាចញ៉ាំចំណីបានហើយដោយស្ថិតនៅក្នុងការមើលថែដ៏ល្អរបស់លោកគ្រូពេទ្យនោះទើបធ្វើឲ្យកូនឆ្កែមានអារម្មណ៍ថាជឿជាក់នឹងក្តីស្រឡាញ់របស់មនុស្សឡើងវិញតាមពិតទៅឆ្កែមិនមានជំងឺឆ្កួតអ្វីនោះទេក៏ប៉ុន្តែមិនដឹងមូលហេតុទេថាហេតុអ្វីបានជាគេចងមាត់គេបែបនេះបងប្រុសគឺពិតជាស្រឡាញ់គេខ្លាំងណាស់ក៏ប៉ុន្តែគាត់មិនអាចចិញ្ចឹមបាននោះទេដោយក្តីសំណាងរបស់កូនឆ្កែនោះមានបងប្រុសបងស្រីដែលជាប្តីប្រពន្ធ2នាក់បានសុំកូនឆ្កែយកទៅចិញ្ចឹមដែលបងប្រុសសង្ឃឹមថាគេនឹងទទួលបានម្ចាស់ដ៏ល្អម្នាក់និងរស់នៅដោយមានក្តីសុខ